ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលបន្ទាប់ពីលោកបានប្រកាសថាសហរដ្ឋអាមេរិកមិនដាក់របាំងទប់ស្កាត់ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបាទៀតឡើយសេចក្តីសម្រេចនេះបានធ្វើឡើងខណៈដែលនាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងដែលផ្ទុកប្រេងឆៅប្រមាណ65,000 បារ៉ែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែគុយបាដើម្បីសង្គ្រោះប្រជាជន10លាននាក់ដែលកំពុងរងទុក្ខវេទនាដោយសារតែវិបត្តិដាច់ចរន្តអគ្គិសនីអស់រយៈពេល3ខែមកនេះថ្លែងលើយន្តហោះ Air France One លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើប្រទេសណាមួយចង់បញ្ជូនប្រេងទៅកាន់ប្រទេសគុយបាឥឡូវនេះខ្ញុំមិនមានបញ្ហានោះទេប្រជាជនត្រូវការធម្មពលសម្រាប់កម្ដៅនិងការប្រើប្រាស់ចាំបាច់ផ្សេងទៀតលោកបានបញ្ជាក់បន្ថែមថាការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីមិនមែនជាការគំរាមកំហែងនោះទេព្រោះសម្រាប់លោករបបគុយបាបានបញ្ចប់រួចទៅហើយដោយសារតែភាពពុករលួយនិងការដឹកនាំដែលបរាជ័យការសម្រេចចិត្តនេះគឺជាការបន្ធូរបន្ថយទណ្ឌកម្មដ៏កម្រមួយក្រោយពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ប្រេងពីវេណេស៊ុយឡានិងការដាក់សម្ពាធមិនឲ្យប្រទេសមិចស៊ិកដឹកជញ្ជូនប្រេងទៅកាន់ទីក្រុងហាវ៉ាណាវិបត្តិមនុស្សធម៌នៅគុយបាអស់រយៈពេល3ខែមកនេះប្រទេសគុយបាបានជួបប្រទះនឹងការខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរដែលបង្ខំឲ្យរដ្ឋាភិបាលអនុវត្តកំណត់របបអាហារនិងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ផលប៉ះពាល់នេះមិនមែនជារឿងតូចតាចនោះឡើយមន្ត្រីសុខាភិបាលបានព្រមានថាការខ្វះអគ្គិសនីកំពុងបង្កើនហានិភ័យដល់ជីវិតអ្នកជំងឺមហារីកជាពិសេសកុមារដែលកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យបើទោះបីជាមានការបន្ធូរបន្ថយលើវិស័យប្រេងឥន្ធនៈក៏ដោយក៏លោកត្រាំនៅតែរក្សាជំហររឹងមាំប្រឆាំងនឹងរដ្ឋាភិបាលគុយបាកាលពីសប្តាហ៍មុនលោកបានលើកឡើងយ៉ាងច្បាស់ថាខ្ញុំបានកសាងយោធាដ៏អស្ចារ្យមួយពេលខ្លះអ្នកមិនចាំបាច់ប្រើវាទេប៉ុន្តែពេលខ្លះអ្នកត្រូវតែប្រើវាហើយប្រទេសគុយបាគឺជាប្រទេសបន្ទាប់អ្នកវិភាគបានកត់សម្គាល់ថាសកម្មភាពរបស់លោកត្រាំមានពីរលក្ខណៈមួយផ្នែកមនុស្សធម៌បន្ធូរបន្ថយការឈឺចាប់របស់ប្រជាជនគុយបាដើម្បីកុំឲ្យមានការប្រឆាំងតវ៉ាខ្លាំងហួសហេតុនៅក្នុងអំឡុងពេលមានវិបត្តិពីរផ្នែកនយោបាយការរក្សាការគម្រាមកំហែងផ្នែកយោធាជាបន្តបន្ទាប់បង្ហាញអំពីការបន្ធូរបន្ថយនេះមិនមែនជាការផ្សះផ្សាជាមួយនឹងរបបដឹកនាំឡើយប៉ុន្តែជាការរៀបចំយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរនយោបាយក្នុងតំបន់បើទោះបីជាសហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើរុស្ស៊ីដើម្បីរក្សាស្ថិរភាពថាមពលពិភពលោកដែលកំពុងរងនូវផលប៉ះពាល់ដោយសង្គ្រាមនៅបស្ចិមបូព៌ាក៏ដោយក៏ករណីគុយបានៅតែជាចំណុចរសើបពិភពលោកកំពុងរងចាំមើលថាតើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីនេះនឹងក្លាយទៅជាពន្លឺសង្ឃឹមសម្រាប់ប្រជាជនគុយបាឬជាចំណុចចាប់ផ្ដើមនៃភាពតានតឹងថ្មីរវាងមហាអំណាចនៅលើទឹកដីគុយបា